នៅខាងតែខ្ញុំប្រហែលថ្ងៃនេះដូចជាភ្លៀងច្រើនដល់ហើយអញ្ចឹងនៅឃើញមុខម្ហូបអាហារតាពាំងនេះគឺត្រូវជាមួយនឹងអាកាសធាតុត្រជាក់បានហត់ក្តៅជាមួយនឹងម្ទេសហឹលទៀតគឺមានជាតិមែនតែនបន្លែចម្រុះយើងគឺមានច្រើនមុខទំពាំងស្នៀតពោតមានផ្សិតមានបន្លែខៀវជាដើមសម្រាប់សាច់ថ្ងៃនេះគឺខ្ញុំប្រើជាប្រភេទកាពឹសហើយនិងសាច់ជ្រូកចិញ្ច្រាំដើម្បីឲ្យសម្លរបស់យើងមានជាតិខ្ញុំប្រើជាមួយនឹងដុំស៊ុបមាន់លីលីដែលសមស្របសម្រាប់ម្ហូបខ្មែរផងយើងមានស្តង់ដារហាឡាដែលបងប្អូនអ៊ីស្លាមក៏អាចប្រើប្រាស់បានដែរសំខាន់ងាយលឿនម្ហូបគ្រប់មុខមានជាតិមែនតែននៅពេលដែលយើងប្រើប្រាស់ដុំស៊ុបលីលីចំនួន1ដុំឬក៏2ដុំទៅក្នុងទឹកសម្លឬក៏ទឹកស៊ុបរបស់យើងណាដាក់តែ2ដុំមកថែមជាមួយនឹងខ្ទឹមស្លឹកគ្រៃកូរឲ្យរលាយបង់ជាមួយនឹងទំពាំងដែលយើងចិតស្អាតហើយរំងាស់ប្រហែលជា10នាទីអ្នកទាំងអស់គ្នាអាចបង់បន្លែមើមដូចជាល្ពៅដំឡូងបានហើយថ្ងៃនេះប្រើជាមួយនឹងសាច់ជ្រូកច្រាំអញ្ចឹងយើងដាក់វាយកមកញិចឲ្យបែកទៅកុំឲ្យវានៅដុំយើងជ្រុំជាមួយនឹងប្រហុកតិចច្រើនតាមចំណង់ចំណូលចិត្តណាសម្រាប់បន្លែផ្សេងបង់តាមដំណាក់កាលបន្តដូចជាបន្លែរឹងយើងបង់មុនមានផ្សិតមានជាមួយនឹងស្នៀតពោតហើយចាំយើងថែមជាមួយនឹងននោងសម្រាប់បន្លែខៀវមានស្អំមានស្លឹកប៉ះផ្ទីឬក៏បើសិនជាមានត្រួយម្ទេសទៀតដាក់កាន់តែឈ្ងុយឆ្ងាញ់ជាងមុនទៅទៀតចុងបញ្ចប់ស្លប្រហើរគឺខ្ញុំថែមជីសឬក៏អ្នកទាំងអស់គ្នាហៅថាជីប្រហើរហ្នឹងវាមានក្លិនឈ្ងុយអញ្ចឹងដាក់មកគឺត្រូវគ្រឿងគ្នាតែម្ដងប្រហើរតាពាំងបែបនេះមានខេត្តខ្លះគាត់ញ៉ាំជាមួយនឹងអំបិលម្ទេសខេត្តខ្លះទឹកត្រីញិចម្ទេសឬក៏បង់ម្ទេសចូលក្នុងឆ្នាំងតែម្ដងក៏បានដែរនិយាយទៅគឺឲ្យតែបានជាតិហឹរសម្រាប់ខ្ញុំគឺដឹងតែឆ្ងាញ់ហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំបុកម្ទេសដាក់ណា